Hello what's up guys welcome back vlog សម្រាប់គីឡូមួយថ្ងៃនេះរវល់កម្មវិធីអត់បានដាក់វីដេអូសម្រាប់គីឡូឲ្យបងប្អូនមើលសោះអានេះអាហារពេលព្រឹកបើរៀងទុំជ្រុលតិចហើយចាពងពីអត់ចោលទេចេកមួយផ្លែជាមួយនឹងអាហារពេលព្រឹកហើយទឹកដោះគោហើយនឹងអត់ញ៉ាំកាហ្វេចង់ញ៉ាំទឹកដោះគោឃើញមានបងសួរកាហ្វេច្រើនបងកាហ្វេហ្នឹងខ្ញុំអត់មានលក់ទេបងខ្ញុំគ្រាន់តែតេស្តមើលចឹងណាហើយខ្ញុំនៅតេស្តប្រហែល brand ទៀតបងចាំមើលចាំខ្ញុំប្រាប់តាមក្រោយតែឥឡូវមកមើលគីឡូរបស់ខ្ញុំសិនបងចាហើយឥឡូវនេះស្រកបាន10ខាំទៀតអ្នកគ្នា54.20 ចាអញ្ចឹងបូកសរុបលទ្ធផលមកពីមុនប្រហែលជាមួយខ្ញុំដាក់វីដេអូមើលបូកសរុបរួមមកប្រហែលថ្ងៃហ្នឹងស្រកបានជាង1គីឡូដែរហើយអានេះអាហារពេលព្រឹកសម្រាប់និយាយចាំខ្ញុំដាក់ពីវីដេអូចូលគ្នាអ្នកទាំងអស់គ្នា2ថ្ងៃដោយសារប្រហែលថ្ងៃនេះបានផុសចឹងក៏នឹងថ្ងៃផុសសរុបមកទៅឥឡូវចង់និយាយថាចេះលេបលែងទៅណាដល់វគ្គគីឡូពីថៃសម្រាប់គីឡូអូយរករាណាអ្នកគ្នា follow មើលវីដេអូខ្ញុំសម្រាប់គីឡូអ្នកគ្នាអនុវត្តតាមខ្លះមកឃើញឡូតាំងពីមើលរហូតដល់អនុវត្តទៅវាស្កើមទាំងអស់គ្នាអញ្ចឹងណាក៏មើលចោលយើងអនុវត្តមកខ្ញុំណែនាំផលិតផលក៏ពិតមែនតែរបបអាហារខ្ញុំអត់ចោលទេហើយខ្ញុំបញ្ជាក់ច្បាស់ចង់អ្នកគ្នាញ៉ាំថែមក៏ថែមទៅមិនថែមក៏ហីទៅអាហ្នឹងនេះរៀងខ្លួនទេការសម្រេចចិត្តរបស់យើងរៀងខ្លួនទេហើយម៉ាស៊ីនក្លុកនេះក្លុកម៉ត់ល្អអ្នកទាំងអស់គ្នាអានេះខ្ញុំមាននៅក្នុងស្តុកស្រាប់និយាយចាំទៅអ្នកលក់ចាអ្នកលក់សម្ភារៈផ្ទះបាយនិយាយចាំទៅមាន sample គ្រប់ដកប្រើគ្រប់មុខគ្រប់ម៉ាកឲ្យថាចេញថ្មីម៉ាស៊ីនក្លុកនេះbrand សុកនីរបស់សង្កពូក្លុកម៉ត់ល្អមែនតើអ្នកគ្នាម៉ត់ខៃហ្មងក្លុកការ៉ុតក្លុកតកអីបានមកអែមខ្ញុំទៅនេះឲ្យព្រោះអីខ្ញុំអ្នកលក់ហើយខ្ញុំអ្នកប្រើផ្ទាល់ហើយលក់មកចាក្នុងទីផ្សារ 3-4 ឆ្នាំហើយម៉ាស៊ីនហ្នឹងណាតម្លៃ$15ខ្ញុំ free សេវាដឹកឲ្យអាហារពេលព្រឹកបើអត់ចេះញ៉ាំកាហ្វេទេញ៉ាំ smoothie អញ្ចឹងក៏បានដែរអ្នកគ្នាមានសកានេះមានផ្លែឈើអីក្លុកញ៉ាំដូចខ្ញុំធ្វើបង្ហាញក្នុងវីដេអូហ្នឹងមកណាញ៉ាំអញ្ចឹងមកហើយនិយាយមួយទៀតកុំចោលឲ្យសក់អាហារពេលព្រឹកអ្នកគ្នាខ្ញុំសម្រាប់គីឡូថ្ងៃនេះហើយអ្នកគ្នាឃើញវីដេអូខ្ញុំអត់ដែរឲ្យអ្នកគ្នា skip អាហារទេគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាញ៉ាំអាហារចា3ពេលក៏បាន5ពេលក៏បានសម្រាប់ខ្ញុំញ៉ាំ5ពេលហ្នឹងគឺខ្ញុំហាត់ប្រាណគឺញ៉ាំដល់5ពេលថាកម្រិតអាហាររបស់ខ្ញុំមានតាមនឹងអញ្ចឹងទៅតោះឥឡូវមកមើលម៉ាស៊ីនក្លុកខ្នាតតូចនេះអាហ្នឹងទៅចូលស្តុកម្សិលមកខ្ញុំថតដាក់ story ឲ្យបានមើលដែររូបរាងវាអញ្ចឹងណាហើយស្អាតណាហើយមួយសេតវាហ្នឹងមានកំហបសម្រាប់ពេលយើងក្លុកហើយហ្នឹងមូលកំហបហ្នឹងផឹកបាននេះដូចក្នុងវីដេអូហ្នឹងណាតម្លៃ$15ខ្ញុំ free សេវាដឹក25ខេត្តក្រុងអញ្ចឹងបងប្អូនចង់បានបងប្អូនចាធ្វើការកំងឆាតចូល page ម៉ែអាហ្វុងបានណាបងប្អូនសំណប់ចិត្តសំណប់បេះដូងភាកមកខាងសម្រាប់គីឡូវិញអានេះឈុត outfit ខ្ញុំទៅហាត់ប្រាណនិយាយចំទៅខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកគ្នាឃើញថាខ្ញុំទូចតែខ្ញុំអត់ទូចទេគឺធំអ្នកគ្នាមើលទៅនេះខ្ញុំឡើង6គីឡូហើយសម្រាប់មកសល់បានត្រឹម54វាស្រកជាង1គីឡូអញ្ចឹងចាប់ផ្ដើមទៅហាត់ប្រាណហ្នឹងគឺយករៀងយកសុខភាពល្អអ្នកគ្នាសម្រាប់គីឡូមិនមែនចាំបាច់តែហាត់ប្រាណទេប៉ុន្តែហាត់ប្រាណគឺវាល្អជួយឲ្យយើងអាយុវែងជាងមុនឲ្យសុខភាពយើងល្អហើយក៏ជួយទៅលើការពជាភាពចាស់ដែរពេលខ្ញុំស្លៀកកៅអៅអស់អញ្ចឹងទៅអ្នកគ្នាមើលអត់ដឹងថាខ្ញុំធាត់ទេតែតាមពិតខ្ញុំធាត់អ្នកគ្នាមើលចន្លោះកផ្លូវខ្ញុំឡើងត្បៀតចូលគ្នាហើយនិយាយឡើងសាហាវហ្មងហើយឡើងស្វិតគូទៀតឥឡូវនេះហើយមកពោះហើយសំខាន់ពោះនេះអូយពោះនេះធំសាហាវខោខើប្រោយហ្នឹងណាខ្ញុំមកហាត់មានគ្រូមានអីបងប្អូនហើយមើលគូតគ្រូខ្ញុំមកអូយរៀងស្អាតសាហាវគាត់ឈ្មោះអ្នកគ្រូនីតាហើយសប្តាហ៍នេះគាត់ប្រហាត់នៅក្លឹបណាតារានៅម្ដុំមជួពេទ្យក្រោយពេទ្យរុស្ស៊ីណាអ្នកទាំងអស់គ្នាហេតុអីបានយើងចាំបាច់មានគ្រូដោយសារតែយើងមានគ្រូពេលដែលយើងហាត់ប្រាណយើងមាន motivate ហើយយើងមាន schedule ច្បាស់លាស់ហើយគេមានតិចនិចនៅក្នុងការបញ្យល់ណែនាំដល់យើងអញ្ចឹងណាហើយមួយទៀតអ្នកទាំងអស់គ្នាខ្ញុំឆ្លាញ់គាត់ត្រង់ថាគាត់អត់លក់អាហារបំពន់សម្រាប់អ្នកដែលគាត់ចង់សម្រក់គីឡូអាចតាក់ទងគាត់បានពួកអីយកអ្នកដឹងស្រាប់ហើយមួយភាគគឺមានការណែនាំអាហារបំពន់ឬក៏ផលិតផលអីចឹងទៅចឹងអ្នកហាត់ប្រាណគេចង់ហាត់ទេគេចង់ហាត់បែបធម្មជាតិខ្លះហើយអារឿងផលិតផលសម្រាប់ខ្ញុំប្រើក្រៅខ្លួនខ្ញុំអីខ្លួនខ្ញុំទេតែតាក់ទងនឹងលំហាត់ប្រាណខ្ញុំយកគាត់ចឹងណាហើយអ្នកនរចាំតាមដានទាំងអស់គ្នាថាការវិវត្តនៃរូបរាងកាយរបស់ខ្ញុំនឹងវាទៅជាយ៉ាងណាណាហើយសម្រាប់បងប្អូនដែលតំណងចាចង់ហាត់ប្រាណមួយគាត់អីចាំខ្ញុំដាក់ contact គាត់នៅក្នុងវីដេអូនឹងឲ្យខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាសម្រាប់គីឡូប្រើផលិតផលថែមក៏ប្រើចោះប៉ុន្តែរបបអាហារ
លំហាត់ប្រាណការគេងឲ្យស្កប់ស្កល់ញ៉ាំទឹកឲ្យបានច្រើនជារឿងដែលអ្នកទាំងអស់គ្នាគួរតែអនុវត្តនៅក្នុងអំឡុងពេលដែលអ្នកទាំងអស់គ្នាសម្រក់គីឡូអូខេខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូសម្រក់គីឡូក្រោយៗទៀតហើយអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់មើលឲ្យ like និង follow page មកហ្វុងម្នាក់មួយផងអរគុណ